សួស្តីបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកហើយត្រៀមប្រឡងយក license កញ្ចក់ទាំងអស់គ្នាខ្ញុំបាទ Hendrik សូមស្វាគមន៍បងប្អូនមកកាន់អេពីសូតទី1ហើយសម្រាប់ដែលបងប្អូនមិនទាន់បានទស្សនានៅវីដេអូណែនាំខ្លួនរបស់ខ្ញុំបាទ Hendrik ខ្ញុំគឺជាជាងកញ្ចក់នៅសហរដ្ឋអាមេរិកហើយមូលហេតុដែលខ្ញុំបង្កើត channel និងវីដេអូនេះឡើងគឺដើម្បីចែករំលែកបងប្អូននៅពាក្យគន្លឹះផ្នែកវិស័យកញ្ចក់ជាភាសាអង់គ្លេសហើយខ្ញុំបញ្ចូលជាភាសាខ្មែរដើម្បីឲ្យបងប្អូនអាចយកទៅប្រើការបាននៅពេលបងប្អូនប្រឡងយក license កញ្ចក់អញ្ចឹងទេដើម្បីកុំឲ្យខាត់ពេលយូរថ្ងៃនេះខ្ញុំមាន4ពាក្យតាមជូនបងប្អូនដើម្បីបងប្អូនអាចយកទៅទន្ទិញហើយស្វែងយល់ព្រោះ4ពាក្យនេះគឺសំខាន់ក្នុងការយកទៅប្រឡងយក license អញ្ចឹងពាក្យទី1នោះគឺពាក្យថា regulation នេះបានន័យថាច្បាប់ឬក៏បញ្ញត្តិឬក៏គោលការណ៍របស់ស្ថាប័នណាមួយណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់អានតាមខ្ញុំក៏បងប្អូនអាចអានបានដែរខ្ញុំដាក់នៅទីនេះជូនបងប្អូនយើងអានថា regulation អញ្ចឹងបងប្អូនត្រូវចាំពាក្យនេះហើយបើសិនជាអាចយើងអាចទៅសេឲ្យបានច្រើនដងទៅដើម្បីយើងអាចចាំពាក្យនេះដូចជាច្បាប់ដែលគេចេញកំណត់ឲ្យយើងធ្វើតាមនៅក្នុងសាឡនអីផ្សេងហ្នឹងអាហ្នឹងក៏យើងអាចហៅថា regulation បានដែរអញ្ចឹង law ខុសពី regulation law បានន័យថាច្បាប់ដែរតែច្បាប់ដែលគេអនុម័តដោយរដ្ឋាភិបាលថ្នាក់ខ្ពស់អញ្ចឹងណាដូចឲ្យសភាដោយអីអញ្ចឹងទៅអាហ្នឹងគេហៅ law ហើយ regulation វាខុសពី law ត្រង់ថា regulation គឺជាច្បាប់ដែលអនុម័តដោយភ្នាក់ងាររដ្ឋណាមួយដែលក្នុងតំបន់របស់យើងអញ្ចឹងណាតាមរដ្ឋនីមួយអញ្ចឹងរដ្ឋសហព័ន្ធគេបង្កើត law បានន័យថាច្បាប់ហើយបងប្អូនដឹងទាំងអស់គ្នា law បានន័យថាច្បាប់ដែរប៉ុន្តែវាច្បាប់ដែលអនុម័តដោយរដ្ឋសហព័ន្ធរដ្ឋាភិបាលកណ្ដាលដោយ Federal Government ប៉ុន្តែregulation គឺជាច្បាប់ឬក៏គោលការណ៍ឬក៏បញ្ញត្តិដែលអនុម័តឡើងដោយរដ្ឋាភិបាលរបស់រដ្ឋដែលយើងនៅឬមួយក៏ដោយភ្នាក់ងារណាមួយនៃរដ្ឋាភិបាលដែលយើងរស់នៅក្នុងតំបន់ហ្នឹងណាថ្នាក់ក្រោមជាតិហ្នឹងណាអាហ្នឹងគេហៅថា regulation អញ្ចឹងពាក្យនេះគឺអាចចេញប្រឡងច្រើនអញ្ចឹងបងប្អូនត្រូវចងចាំអញ្ចឹងពាក្យទី2គឺពាក្យ OSHA OSHA ហើយតើ OSHA នេះបានន័យថាម៉េចតាមពិត OSHA នេះមិនមែនជាពាក្យទេបងប្អូន OSHA នេះគឺជាឈ្មោះស្ថាប័នមួយនៅសហរដ្ឋអាមេរិកហើយ OSHA នឹងមានពាក្យឈ្មោះពេញថា Occupational Safety and Health Administration អញ្ចឹងបងប្អូនត្រូវចាំតើOSHA ពាក្យពេញវាអីគេអញ្ចឹងបងប្អូនត្រូវកត់ទុកខ្ញុំដាក់នៅនេះដើម្បីជូនបងប្អូនព្រោះថានៅពេលប្រឡងគេអាចសួរសំណួរហ្នឹងដែរតើ OSHA ហ្នឹងពាក្យពេញវាអីគេអញ្ចឹងណាអញ្ចឹងOSHA នេះខ្ញុំសូមអានសភៅបន្តិចតាក់ទងជាមួយនឹងតើOSHA បង្កើតឡើងដើម្បីអីគេអញ្ចឹងthe Occupational Safety and Health Administration was created as part of the US Department of Labor អញ្ចឹងបានសភៅនេះគេនិយាយថានេះគឺជាសភៅដែលខ្ញុំយកមកបង្ហាត់បងប្អូនណាអញ្ចឹងជាសភៅ Melody Standard សភៅដែលសាលាកញ្ចក់នៅអាមេរិកភាគច្រើនគេប្រើប្រាស់ហើយសភៅហ្នឹងគេនិយាយថា OSHA ហ្នឹងគេបង្កើតឡើងដើម្បីផ្នែកមួយជាផ្នែកមួយនៃក្រសួងការងាររបស់អាមេរិក to regulate and enforce safety and health standards អញ្ចឹងបានន័យថាដើម្បីគ្រប់គ្រងនិងចេញគោលការណ៍ដើម្បីគ្រប់គ្រងស្តង់ដារសុវត្ថិភាពហើយជាមួយនឹងស្តង់ដារសុខភាពសុខាភិបាលដើម្បីគេអញ្ចឹង to protect employees in the workplace អញ្ចឹងបានន័យថាដើម្បីការពារបុគ្គលិកនៅកន្លែងការងារអញ្ចឹងការពាររបៀបម៉េចបងប្អូនអញ្ចឹងគេថា regulating employee exposure to potentially toxic substance and informing employees about possible hazards of material used in the workplace អញ្ចឹងបានន័យថាគេចេញគោលការណ៍តើការពាររបៀបម៉េចអញ្ចឹងដល់ការពារដោយគេចេញនៅគោលការណ៍ច្បាប់មួយចំនួនដើម្បីប្រាប់បុគ្គលិកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់វត្ថុគីមីនៅកន្លែងការងាររបស់យើងអញ្ចឹងណាអញ្ចឹងព្រោះយើងដឹងស្រាប់អីយើងធ្វើកញ្ចក់យើងប្រើប្រាស់នៅវត្ថុគីមីជាច្រើនដូចជាថ្នាំដូចជាថ្នាំលាងកញ្ចក់ដូចជាថ្នាំអីផ្សេងៗជាដើមអញ្ចឹងហើយលុបជាមួយនឹងរបស់ប្រើប្រាស់យើងឧបករណ៍ផ្សេងៗជាដើមហ្នឹងសុទ្ធតែអាចបង្កគ្រោះថ្នាក់ហើយជាមួយនឹងការដាក់ទុកដូចថាការគ្រប់គ្រងតែយើងគួរដាក់ទុកវត្ថុការងារនោះវត្ថុគីមីនោះនៅកន្លែងណាដូចជា
ដាក់ឆ្ងាយពីដៃក្មេងអីជាដើមផ្សេងៗលក្ខណៈអញ្ចឹងស្ថាប័ន OSHA នេះគឺជាស្ថាប័នដែលចេញនៅគោលការណ៍ទាំងនោះរបៀបប្រើប្រាស់របៀបដាក់ទុករបៀបគ្រប់គ្រងអីផ្សេងៗគឺស្ថាប័ន OSHA នេះគឺជាអ្នកចេញនៅគោលការណ៍ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនត្រូវចាំអញ្ចឹង OSHA ពាក្យពេញថាម៉េចបងប្អូនក៏ត្រូវចាំដែរបានន័យថា Occupational Safety and Health Administration អូខេអញ្ចឹងយើងចូលមកដល់ពាក្យទី3ពាក្យទី3គេហៅថា disinfectant អញ្ចឹង disinfectant នេះបានន័យថាជាវត្ថុដែលយើងអាចយកទៅលាងសម្អាតកម្ចាត់មេរោគបានអញ្ចឹងវាអាចជាវត្ថុទៀតរាវភាគច្រើនអញ្ចឹងដូចថាយើងនិយាយឲ្យស្រួលស្ដាប់ជាខ្មែរសម្រាប់ប្រើប្រាស់រាល់ថ្ងៃថាទឹកសម្រាប់មេរោគទឹកសម្រាប់មេរោគអញ្ចឹងណាអញ្ចឹងខ្ញុំសូមអានយមន័យ disinfectant បន្តិចអញ្ចឹង disinfectant are chemical product that destroy most bacteria fungi and viruses on surface អញ្ចឹងគេថា disinfectant គឺជាវត្ថុគីមីដែលសម្រាប់នៅបាក់តេរីផ្សិតហើយនិងវីរុសអញ្ចឹងណាហើយប៉ុន្តែ disinfectant មិនអាចសម្រាប់ spore បានទេ spore ហ្នឹងក៏ជាប្រភេទមេរោគដែរប៉ុន្តែវាថាវាល្អិតហើយវាខ្លាំងអញ្ចឹងណាអញ្ចឹងទឹកសម្រាប់មេរោគមិនអាចសម្រាប់វាបានទេបងប្អូនហ្នឹងគេហៅថា spore នេះក៏ចេញប្រឡងដែរបងប្អូនអញ្ចឹងបងប្អូនត្រូវចាំហើយពាក្យមួយទៀតហ្នឹងគេហៅថា disinfection អញ្ចឹងបងប្អូនកុំច្រឡំកន្លែងនេះខ្ញុំចង់លើកឡើងបន្តិចត្រង់ចំណុចពាក្យទី3ដែលខ្ញុំបានបង្ហាញបងប្អូននេះដែលយើងនិយាយបាញ់មិញគឺ disinfectant ហ្នឹងបងប្អូនកុំច្រឡំពាក្យ disinfectant ជាមួយនឹងពាក្យ disinfection ពាក្យ disinfection នេះបានន័យថាការសម្លាប់មេរោគអញ្ចឹងណា disinfectant បានថាវត្ថុធាតុរាវក៏យើងគេហៅថាទឹកសម្លាប់មេរោគប៉ុន្តែdisinfection មិនមែនទឹកសម្លាប់មេរោគទេ disinfection វាទៅជាការសម្លាប់មេរោគអញ្ចឹងណាអញ្ចឹង disinfection នេះយើងនឹងនិយាយនៅវីដេអូក្រោយទៀតប៉ុន្តែ disinfection ហ្នឹងបើថាការសម្លាប់មេរោគបងប្អូនត្រូវចាំថាឲ្យតែ shin ពីក្រោយហ្នឹង ION ហ្នឹងគឺបានន័យថាជាថ្នាក់ពាក្យជំនាមហើយបានថាការអីមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនត្រូវចាំកន្លែងហ្នឹងដែរអញ្ចឹងកុំឲ្យច្រឡំគ្នារវាង disinfectant ហើយ disinfection បើសិនជាបងប្អូនបានទិញនៅទឹកថ្នាំគីមីណាមួយអញ្ចឹងណាឧទាហរណ៍ថាថ្នាំសម្រាប់មេរោគញ៉ាំអត់មានកំប៉ុងថ្នាំសម្រាប់មេរោគមួយចិត្តដៃអញ្ចឹងតើឧទាហរណ៍ថាយើងទិញកំប៉ុងណាមួយអញ្ចឹងនៅលើហ្នឹងគេទៅសេដាក់ថា disinfectant ម៉ែទឹកសម្រាប់មេរោគអីមួយអញ្ចឹងណាបងប្អូនអញ្ចឹងយើងចូលមកដល់ពាក្យទី4ពាក្យទី4នេះគឺជាពាក្យកាត់ទេមិនមែនជាតាមពិតមិនមែនជាពាក្យទេវាជាស្ថាប័នអញ្ចឹងណាអញ្ចឹងគេហៅថា EPA អញ្ចឹងអីគេជា EPA នេះពាក្យពេញវាថា Environmental Protection Agency អញ្ចឹងបងប្អូនត្រូវចាំពាក្យពេញដែរព្រោះនេះក៏ចេញប្រឡងដែរ EPA បានន័យថា The Environmental Protection Agency អញ្ចឹងមកថាជាភ្នាក់ងារអីគេអញ្ចឹងខ្ញុំសូមអានសភៅឲ្យបងប្អូនស្ដាប់ The Environmental Protection Agency registers many different types of disinfectants that are sold and used in the United States អញ្ចឹងស្ថាប័ន EPA ហ្នឹងគឺជាស្ថាប័នដែលចុះបញ្ជីនៅទឹកសម្រាប់មេរោគជាច្រើនមុខច្រើនម៉ាកអញ្ចឹងណាដែលបានន័យថាក្រុមហ៊ុនឧស្សាហកម្មមានរោងចក្រមួយគេបង្កើតទឹកសម្រាប់មេរោគហើយគេចង់ចុះបញ្ជីទទួលស្គាល់ដោយរដ្ឋាភិបាលអញ្ចឹងគេទៅចុះបញ្ជីនៅភ្នាក់ងារ EPA ហ្នឹងឯងបងប្អូនហើយអញ្ចឹងភ្នាក់ងារហ្នឹងគឺជាភ្នាក់ងារចុះបញ្ជីទឹកសម្រាប់មេរោគនៅទូទាំងសហរដ្ឋអាមេរិកទាំងអស់ហើយពាក្យហ្នឹងដែរបងប្អូនអាចរកឃើញនៅលើសបកកំប៉ុងសបកដបបោះទឹកសម្រាប់មេរោគដែលលក់នៅតាមទីផ្សារណាជាពិសេសទឹកសម្រាប់មេរោគដែលដូចជាសម្រាប់បាញ់សម្រាប់មេរោគលើតុដែលយើងប្រើប្រាស់នៅសាឡននៅអីហ្នឹងបងប្អូនអាចប្រវល់សបកប៉ុងវាណាញ៉ាំអត់មានទឹកហ្នឹងនៅក្បែរខ្លួនប៉ុន្តែឧទាហរណ៍នេះជាទឹកសម្រាប់មេរោគចុះអញ្ចឹងបងប្អូនប្រវល់មកសបកកំប៉ុងនៅខាងក្រោយនេះអញ្ចឹងបងប្អូនមើលនៅខាងក្រោមហ្នឹងគេមានន័យដាក់ថា EPA registered អញ្ចឹងបានន័យបើសិនជាគេថា EPA registered បងប្អូនប្រើទៅអត់ខុសទេព្រោះទឹកសម្រាប់មេរោគហ្នឹងគឺបានចុះបញ្ជីដោយស្របច្បាប់នៅភ្នាក់ងារ Environmental Protection Agency ហ្នឹងនៅ EPA ហ្នឹងអញ្ចឹងមកថាបានទទួលស្គាល់ប៉ុណ្ណាទៅប្រើប្រាស់ទៅមានប្រសិទ្ធភាពហើយអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំសូមចែករំលែកបងប្អូននៅ4ពាក្យនេះឯងសង្ឃឹមថាបងប្អូនអាចយកទៅប្រើប្រាស់បានហើយនឹងរៀនដោយខ្លួនឯងហើយបើបងប្អូនអត់យកកន្លែងណាបងប្អូនអាចមើលវីដេអូនេះសារឡើងវិញជាដើមហើយ
complete comment នៅខាងក្រោមផងបើសិនជាបងប្អូនមានចម្ងល់ណាមួយខ្ញុំនឹងព្យាយាមបកស្រាយជូនបងប្អូនពន្យល់ហើយនឹងឆ្លើយតបបងប្អូននៅក្នុង comment ឬមួយក៏នៅវីដេអូក្រោយៗទៀតចឹងសូមសរុបឡើងវិញចឹងពាក្យទី1យើងមានពាក្យ regulation ពាក្យទី2 OSHA ពាក្យទី3 disinfectant ហើយបងប្អូនកុំច្រឡំជាមួយនឹងពាក្យ disinfection អូខេហើយពាក្យទី4គឺ EPA អញ្ចឹងបើសិនជាបងប្អូនអត់យល់កន្លែងណានេះសូមម្ដងហើយម្ដងទៀតបងប្អូនអាចមើលវីដេអូនេះឡើងវិញហើយបើមានសំណួរ comment នៅខាងក្រោមហើយសូមចែករំលែកនៅវីដេអូនេះជូនដល់បងប្អូនខ្មែរយើងទាំងអស់គ្នាផ្សេងទៀតដើម្បីឲ្យគាត់បានរៀនទាំងអស់គ្នាហើយត្រៀមប្រឡងយក license កញ្ចក់ហើយនឹងប្រឡងបានជោគជ័យទាំងអស់គ្នាសូមអរគុណបងប្អូន